Hello មានលេខសំឡេងខ្ញុំដែរតែសួស្តីអ្នកគ្នាសូមជួបគ្នាជាមួយខ្ញុំម៉ាសូវ៉ាន់ណាហើយផងដែរខ្ញុំមានរឿងមកចែកជួយអ្នកទាំងអស់គ្នាបាននៅរឿងនេះផងដែរគឺមានចំណងជើងថា Power Ranger ដែលជាភេទទី2គឺជាភេទបន្តរបស់យើងហើយគឺជាវគ្គទី1អញ្ចឹងអ្នកទាំងអស់គ្នាតមកខាប់ពេលរៀនចាត់តាមទស្សនាជាមួយនឹង Admin យូតែយើងទៅតាមទស្សនាជាមួយនឹង Admin ទាំងអស់គ្នា Let's go ពីវแต่ជារឿងខកបំណងឈៀងជើងដល់ដល់លើបំបាច់ក៏តែក៏វីដេអូដំបូងគេបានបង្ហាញយើងឃើញអំពីក្រុមតួឯកប្រុសរបស់យើងគឺគេបានធ្វើការនៅក្នុងហាងភីសារបស់លោកគ្រូរបស់គេដែលជាគ្រូ RJ នឹងហើយលោកគ្រូ RJ ក៏បានប្រាប់ក្រុមតួឯកប្រុសរបស់យើងថាការធ្វើការនៅក្នុងហាងភីសាមួយនេះបីដូចជាការហាត់ក្បាច់គុនដែរអញ្ចឹងបើសិនជាពួកឯងខំធ្វើទៅក៏ដូចជាការហាត់ក្បាច់គុនដែរហើយចំណែកឯគ្នារបស់តួឯកប្រុសរបស់យើងដែលមានដូចជាថេអូនិងលីលីពួកគេជាសិស្សដែលរៀនក្បាច់គុនរាប់ឆ្នាំអញ្ចឹងអ្នកនរគ្នាហើយការធ្វើនំភីសារបស់គេនេះក៏ស្ទាត់ជំនាញដែរអញ្ចឹងបានថាការធ្វើភីសាគឺគេរៀនតែមួយផ្លេតនោះទេគឺគេចេះធ្វើបាត់ហើយចំណែកឯតួឯកប្រុសរបស់យើងដែលឈ្មោះថា Kenzie វិញគឺគេគឺជាសិស្សថ្មីហើយគឺគេធ្វើអត់កាត់នោះទេគឺធ្វើឲ្យនំនឹងរូបពីប៉ាពេញនឹងអីហើយចំណែកឯហាងក៏រញ៉េរញ៉ៃថែមទៀតគឺគេមានអារម្មណ៍ថាគឺគេមិនសាកសមធ្វើជាមេក្រុម Power Ranger នោះឡើយគឺមេក្រុមតៅក្រហមអញ្ចឹងអ្នកនរគ្នារហ័សនៅពេលបំផុតដែរតួឯកប្រុសរបស់យើងគេក៏បានប្រាប់ទៅលោកគ្រូរបស់គេថាខ្ញុំមិនចេះនោះទេខ្ញុំមិនសាកសមធ្វើជាមេក្រុមនោះទេថេអូនិងលីលីគេមានសមត្ថភាពខ្លាំងជាងខ្ញុំឆ្ងាយណាស់គេសាកសមធ្វើជាមេក្រុមណាខ្ញុំមិនសាកសមធ្វើជាមេក្រុមទេតែមានអ្នកទាំងអស់គ្នាគឺត្រូវបានលោកគ្រូរបស់គេបាននិយាយថាខ្លានៅពេលដែលវានៅតូចក៏វាមិនចេះខំនោះដែរក៏វាមិនអាចខំបោបាញ់ចំណីវាបានដែរអញ្ចឹងអ្នកទាំងអស់គ្នាហេតុនេះហើយគឺវាត្រូវការពេលវេលាវឹកហាត់រៀនសូត្រទៅវាអាចប្រមាញ់ក៏ដូចជាអាចដេញសម្លាប់សត្រូវរបស់វាបានញាតិការឆាប់មួយទៀតវិញនៅក្នុងវិមានដងងងឹតមួយគឺមេបិសាចដានស៊ីគឺគេបានបញ្ជាឲ្យមេធ្មប់មីការបស់គេអស់សំទុនអ្នកទាំងអស់គ្នាគឺកាមីលរបស់គេនឹងឲ្យបញ្ជាទៅកាន់បិសាចក្របីមួយដែលវាមានកម្លាំងបុកខ្លាំងអ្នកទាំងអស់គ្នាគឺទៅវាយប្រហារទីក្រុងក៏ដូចជាតែសមត្ថភាពរបស់ក្រុម Power Ranger ផងដែរស្អែកឡើងក៏បានមកដល់គឺសំឡេងក៏បានបន្លឺឡើងនៅកណ្ដាលទីក្រុងដល់បិសាចក្របីនោះគឺវាទៅអុកឡុកទីក្រុងអ្នកទាំងអស់គ្នាហើយវាក៏បានបុកកំទេចឡើងក៏ដូចជាអកេនានាធ្វើឲ្យប្រជាជនគឺស្លន់ស្លោពីនឹងឯងនៅពេលនោះផងដែរអ្នកទាំងអស់គ្នាគឺក្រុម Power Ranger របស់យើងគឺគេបានទៅដល់កន្លែងកើតហេតុភ្លាមពួកគេក៏បានដកវ៉ែនតារបស់គេហើយប្រែកាយខ្លៅទៅជា Power Ranger យ៉ាងស្រស់ស្អាតទៅវាយបំបាក់នៅពួកបិសាចក្របីនឹងចឹងអ្នកទាំងអស់គ្នាដោយថេអូនិងលីលីបានស្ទុះទៅវាយប្រហារមុនដែលគេប្រើកំបិតខ្វែវក៏ដូចជាដំបងខ្លារខិនរបស់គេទៅវាយចឹងអ្នកទាំងអស់គ្នាតែមានណាបិសាចក្របីនោះគឺវាស្បែកវាក្រាស់ខ្លាំងគឺកំបិតប៉ុណ្្នឹងអាវុធប៉ុណ្្នឹងគឺចាក់វាអត់ចូលនោះទេហើយតួក្រុមតួឯកប្រុសរបស់យើងក៏ត្រូវបានបិសាចក្របីនឹងវត្តធ្វើឲ្យប៉ោងដល់ណាដល់ណីចឹងអ្នកទាំងអស់គ្នាពីលេនោះដែរអ្នកជំនាន់ពើក្រហមដែលជាតួឯកប្រុសរបស់យើងនឹងនៅពេលដែលឃើញមិត្តភក្តិរបស់ខ្លួនរស់របួសបែបនេះហើយគឺគេមិនសុខចិត្តនោះទេគេក៏បានទៅវាយប្រហារបិសាចក្របីនោះតែម្នាក់ឯងដែលគេបានប្រើក្បាច់កញ្ញាំខ្លារបស់គេអញ្ចឹងអ្នកទាំងអស់គ្នាទៅវាយចំកណ្ដាលដើមទ្រូងបិសាចក្របីនឹងតែមានណាគឺវាយវាអត់ទៅនោះទេហើយក៏ត្រូវបានវាវាន់អញមិនថាវាយបោកធ្វើឲ្យតួឯកប្រុសរបស់យើងទៅផ្អប់ធ្នាប់ផ្អប់អីពេញនឹងចឹងអ្នកទាំងអស់នេះបន្តមកទៀតទោះបីជាតួឯកប្រុសរបស់យើងត្រូវបានការវាយប្រហារជាច្រើនដងយ៉ាងណាក៏ដោយតួឯកប្រុសរបស់យើងគឺគេនឹកដល់សម្ដីរបស់លោកគ្រូ RJ របស់គេគឺគេនិយាយថាឲ្យជឿជាក់លើខ្លួនឯងនៅពេលនឹងដែរមានណាអ្នកទាំងអស់គ្នាគឺតួឯកប្រុសរបស់យើងគឺគេនឹកឃើញដល់អតីតកាលដែលកំហឹងរបស់គេអញ្ចឹងអ្នកទាំងអស់គ្នាហើយចំណែកឯការចង់ការពារមិត្តភក្តិរបស់គេក៏បានផ្ទុះឡើងធ្វើឲ្យគេមានអ៊ូរ៉ាយ៉ាងខ្លាំងធ្វើឲ្យចំហាយនៅក្នុងខ្លួនរបស់គេចេញមកហើយគឺថាមកពុលដែលបានលាក់បាំងអញ្ចឹងអ្នកទាំងអស់គ្នាគឺតាមមកពុលតោពើក្រហមរបស់គេនោះគឺចាប់ផ្ដើមផ្ទុះយ៉ាងខ្លាំងធ្វើឲ្យមានអញបានថាបលិញពេញជុំវិញខ្លួនរបស់គេអញ្ចឹងណាអានឹងធម្មពលចំហាយកម្លាំងធេបរបស់គេគឺចេញមកហើយចំណែកឯលោកគ្រូ RJ វិញគឺគាត់បានតាមដានកូនសិស្សរបស់គាត់ពីចម្ងាយដែលគាត់បានប្រើឧបករណ៍បញ្ជូនដំបងព្រីខិតឲ្យកូនសិស្សរបស់គាត់ហើយកូនសិស្សរបស់គាត់ដែលជាតួឯកប្រុសរបស់យើងនឹងក៏បានចាប់យកដំបងមួយនឹងក៏បោករួមទាំងគេក៏មាន skill មួយទៀតដែរគឺជា skill បំលាស់ទីយ៉ាងលឿនធ្វើឲ្យគេនឹងគេចអំពីការបោករបស់បិសាចក្របីនឹងយ៉ាង easy អញ្ចឹងអ្នកទាំងអស់នេះហើយមានណាតួឯកប្រុសរបស់យើងគេក៏បានប្រើដំបងនឹងទៅវាយបិសាចក្របីនឹងពុងប៉ាំងធ្វើឲ្យមានការភ្លើងពេញលើមេនឹងឯងគឺវាយចំក្បាលផងចំស្នែងផងអញ្ចឹងអ្នកទាំងអស់នេះចំណែកឯមិត្តភក្តិរបស់តួឯកប្រុសរបស់យើងគេឃើញអញ្ចឹងហើយក៏គេមិនចាំយូរនោះទេគេក៏បានប្រើដំបងថ្មីដែលទទួលបាននឹងទៅវាយព្រមគ្នាធ្វើឲ្យបិសាចក្របីនឹងផ្កាជើងពេញនឹងទៅធ្វើឲ្យវាចោះចាញ់ពេញនឹងអ្នកទាំងអស់នេះបន្ទាប់ពីក្រុមតួឯកប្រុសរបស់យើងបានវាយបិសាចក្របីនឹងជិតស្លាប់មានណាអ្នកទាំងអស់នេះគឺមេធ្មប់កាមីលរបស់យើងគឺគេបានប្រើមន្តអាគមងងឹតមួយព្រោះធម្មពលពើស្វាយអញ្ចឹងអ្នកទាំងអស់នេះ
នេះទៅបញ្ជូនអាបិសាច់ក្របីនឹងធ្វើអាបិសាច់ក្របីនឹងគឺវាដោះស្លាប់នឹងពង្រីកខ្លួនយ៉ាងធំរហូតដល់កម្ពស់ប៉ុនរាប់ពាន់អាគេអញ្ចឹងអ្នកនរគ្នាបានស្មើកម្ពស់អាបិសាច់ក្របីមួយនឹងរាយក្រុមតួឯប្រុសរបស់យើងដើម្បីទប់ទល់ជាមួយនឹងអាបិសាច់ជាក្របីមួយនឹងគឺគេបានប្រើចិត្តគំនិតរួមជាធ្លុងមួយរួចបញ្ចូលធម្មពលវិញ្ញាណសត្វទាំង3របស់គេដែលមានដូចជាសត្វខ្លាធំសត្វខ្លារ៉ូខិននិងសត្វចាគូរបស់គេអញ្ចឹងអ្នកនរគ្នាឲ្យហោះឡើងលើមេឃរួចរួមបញ្ចូលគ្នាខ្លាចទៅជាមនុស្សយន្តយក្សមួយបិសាចក្របីបានយកឲ្យស្នែងរបស់គេស្ទុះមកបោកប៉ុន្តែមនុស្សយន្តយក្សក៏បានប្រើខែរបស់គេការពារទប់ទល់រួចប្រើក្បាច់បង្វិលខ្លួន3ជុំអញ្ចឹងអ្នកនរគ្នាវាយប្រហារមុខរបស់បិសាចមួយនឹងហើយនៅវិនាទីចុងក្រោយគឺមនុស្សយន្តនឹងក៏បានដកដៅធម្មពលវិញ្ញាណសត្វព្រៃរបស់គេកាប់ឆ្កៀលចំកណ្ដាលដើមទ្រូងបិសាចក្របីនឹងចង់អ្នកនរគ្នាធ្វើឲ្យវាផ្ទុះឆេះនិងរលាយបាត់ជារៀងរហូតទីបញ្ចប់សមរភូមិត្រូវបានបញ្ចប់ដោយជោគជ័យពួកគេក៏បានត្រឡប់មកហាងភីសាវិញ Kenzie ក៏ទទួលស្គាល់ថាខ្លួនឯងអាចធ្វើបានចំណែកឯមិត្តភ័ក្តិដែលផ្សេងៗចឹងអ្នកនរគ្នាក៏គេទទួលស្គាល់និងស្ញើសរសើរអំពីសមត្ថភាពរបស់ Kenzie របស់យើងដែរភាពបញ្ចប់នេះគឺជាប់ត្រង់នឹងអញ្ចឹងអ្នកនរគ្នាអូខេហើយសាររបស់យើងក៏បានឈានដល់ទីបញ្ចប់ហើយមិនឈានដល់ទីបញ្ចប់អ្នកនរគ្នាសូមកុំភ្លេចជួយចុច like subscribe នៅ channel របស់ admin ម្នាក់មួយផងណាលើនៅគឺម្នាក់មួយផងអូខេថ្ងៃនេះខ្ញុំបាទសវណ្ណគឺមានតែប៉ុណ្្នឹងទេជូនពរអ្នកនរគ្នាសុខភាពល្អនិងចេះសរសើរទ្រូងមេដាបេដាពីខ្ញុំសវណ្ណបាយបាយ